ខ្ញុំគិតថាមុខវិជ្ជាវិទ្យាសាស្ត្រដែលហៅថា STEM នោះមាន Science វិទ្យាសាស្ត្រTechnology បច្ចេកវិទ្យា Mathematics គណិតវិទ្យារូបវិទ្យាគីមីវិទ្យាវិទ្យាសាស្ត្រពិតហ្នឹងតាមពិតទៅខ្ញុំថាមិនមែនជាមុខវិជ្ជាដែលលំបាកទេតែចំពោះសិស្សភាគច្រើននោះទេដោយសារអ្វីដែលលំបាកនោះគឺការពន្យល់ការបង្រៀនគ្រូកោសល្យក្នុងការបង្រៀនក្នុងការពន្យល់ហ្នឹងវាអត់មានជារូបភាពបង្ហាញជាបើថាយើងដាក់តែរូបមន្តមកមានអក្សរកាត់មានអីផ្សេងហ្នឹងធ្វើឲ្យកូនសិស្សមិនអាចយល់បានទេដោយសារតែកាលណាយើងដាក់តែរូបមន្តមកយើងមិនអាចសម័យឃើញជារូបភាពបានទេអញ្ចឹងកូនសិស្សមិនអាចយល់ភាគច្រើនយើងអាចនិយាយថាកូនសិស្សតែអាចយល់ហ្នឹងគឺមានតិចណាអាចថាពិត70 80 90% ដែលអត់យល់ទេបើសិនយើងដាក់តែរូបមន្តមកហើយការដែលដាក់តែរូបមន្តមកហ្នឹងធ្វើឲ្យគ្នាអត់យល់ហើយទៅថាជាចាត់ទុកថាមុខវិជ្ជាវិទ្យាសាស្ត្រនឹងវាពិបាកប៉ុន្តែតាមពិតមុខវិជ្ជាវិទ្យាសាស្ត្របើសិនយើងមានសម្ភារៈឧបករណ៍ដើម្បីបញ្យល់មានរូបភាពដើម្បីបញ្យល់នឹងធ្វើឲ្យមុខវិជ្ជាវិទ្យាសាស្ត្រហ្នឹងគឺជាមុខវិជ្ជាដែលងាយស្រួលរៀននិងអាចធ្វើឲ្យសិស្សនឹងបានយល់កាន់តែច្បាស់និងឧទាហរណ៍ដូចជាយើងនៅក្នុងរូបនេះយើងមានកម្លាំងណាកម្លាំង force កម្លាំងរុញហ្នឹងមានក្មេងរុញរទេះអញ្ចឹងទៅកាលណាយើងនិយាយពាក្យថាកម្លាំងមានរូបមន្តអីផ្សេងអញ្ចឹងទៅចលនា motion យើងមានរូបភាពបង្ហាញ energy យើងមានរូបភាពបង្ហាញអញ្ចឹងទៅធ្វើឲ្យក្មេងវាយល់ធ្វើឲ្យសិស្សកូនសិស្សក៏យល់ដែរទម្ងន់មានទម្ងន់ស្រាលទម្ងន់ធ្ងន់មានតម្រៃអញ្ចឹងយើងប្រៀបធៀបអញ្ចឹងទៅពីព្រោះថាកូនសិស្សភាគច្រើនបើសិនជាគាត់អាចមើលទៅបើថាគាត់អាចមើលឃើញចេញជារូបភាពនៅរូបមន្តអីផ្សេងណាមួយហ្នឹងឲ្យคล้ายទៅជារូបភាពអាហ្នឹងបានគាត់អាចយល់បានឧទាហរណ៍ដូចជាល្បឿនណា speed ល្បឿនស្មើនឹងចម្ងាយ distance ចែកឲ្យពេលវេលា time ហើយទៅយើងដាក់រូបមន្តអញ្ចឹងមកតើគ្នាយល់មិនចម្ងាយល្បឿនស្មើចម្ងាយចែកពេលវេលាហ្នឹងវាមានន័យថាយ៉ាងម៉េចអញ្ចឹងយើងវាបើសិនណាយើងមានរូបភាពមកបញ្យល់បែរថាយើងអាចសម័យចេញជារូបភាពបានអាហ្នឹងមុខវិជ្ជាវិទ្យាសាស្ត្រគឺឡើងមានជាបញ្ហាហើយអញ្ចឹងតួនាទីសំខាន់របស់គ្រូបង្រៀនធ្វើម៉េចឲ្យកូនសិស្សអាចយល់មុខវិជ្ជាវិទ្យាសាស្ត្រហ្នឹងគឺធ្វើម៉េចឲ្យកូនសិស្សអាចយល់មើលឃើញចេញជារូបភាពនៅរូបមន្តដ៏ស្មុគស្មាញនានាបាទឲ្យចេញជារូបភាពមកឲ្យមានជារូបភាពបង្ហាញឲ្យមានជាចលនាធ្វើយ៉ាងម៉េចក៏បានដែរឲ្យតែអាចបំប្លែងរូបមន្តពិបាកឲ្យចេញទៅជារូបភាពដែលងាយស្រួលយល់ឲ្យមានជារូបភាពឲ្យមានជាគំនូរធ្វើម៉េចឲ្យវាចេញជារូបភាពមកកុំឲ្យចេញជារូបមន្តមានការ៉េផងមានម៉ែត្រគីបផងមានដកផងមានគុណផងមានចែកផងដូចមកខ្ញុំជាសម័យកាលអញ្ចឹងឲ្យគ្នាមិនយល់វាមិនអាចយល់ដល់កើតទេអញ្ចឹងការបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រហើយធ្វើម៉េចឲ្យមុខវិជ្ជាវិទ្យាសាស្ត្រនឹងកាន់តែងាយស្រួលយល់ដល់កូនសិស្សនិងលើកទឹកចិត្តកូនសិស្សឲ្យមានការរៀនមុខវិជ្ជាវិទ្យាសាស្ត្រឲ្យកាន់តែប្រសើរហ្នឹងគឺសំខាន់គឺគ្រូបង្រៀននឹងត្រូវចេះរកសម្ភារៈផ្សេងមកបញ្យល់ឲ្យចេញជារូបភាពបានអាចយល់បានអានេះតាមបទពិសោធន៍របស់ខ្ញុំបាទសូមអរគុណ